សួស្តីបងប្អូនអធិស្ឋានបងប្អូនខ្លះគាត់ឆាតមកហើយតែមកអញអត់បានឆ្លើយតបហើយនឹង page អីដែរច្រើនណារវល់ពេកអត់បានឆ្លើយហើយរវល់ចូលឆ្នាំដើរលេងអញ្ចឹងថ្ងៃច័ន្ទចង់ប្រាប់បងប្អូនថាថ្ងៃច័ន្ទថ្ងៃទី20ហាងយើងចាប់ដើមបើកវិញហើយអញ្ចឹងបងប្អូនមានអីត្រូវយកទៅធ្វើអាចយកនៅថ្ងៃច័ន្ទហ្នឹងហើយអញ្ចឹងឥឡូវយើងមកអាប់ដេត FX របស់យើងនេះ FX របស់ខ្ញុំបន្ថែមនេះនេះគឺស្កូតទេតែបិទជុំវិញវាលេងសាមញ្ញទេប៉ុន្តែពេលដែលយើងយកអានឹងយកមកបន្ថែមវាឃើញវាស្អាតជាងមុនចាអាស្កូតនេះទិញមកវាមានមកជាមួយភ្នែកអញ្ចឹងដាក់ភ្នែកមកដែរហើយយើងមើលនេះទាំងកង់មុខទាំងកង់ក្រោយមុខកង់ក្រោយវាសាមញ្ញទេអត់មានអីពិសេសទេគ្រាន់តែនៅពេលដែលយើងចាប់បិទអានឹងចូលទៅឃើញវាស្អាតហើយខ្ញុំបន្ថែមឥឡូវនេះនឹងអា sticker វាមកមួយអញ្ចេះដែរខ្ញុំបិទថែមបិទអីនេះវិញ GoPro ទៀត GoPro ណាអញ្ចឹងអីដែលបានបន្ថែមនោះគឺដៃនេះថែមដៃនេះសម្រាប់ចាប់កាមេរ៉ាចាប់អីផ្សេងថែមនឹងហើយនឹងកម្រាលជើងពណ៌ស្វាយឲ្យត្រូវមួយវាដែរណាកម្រាលជើងពណ៌ស្វាយហើយនឹងថែមវាទៀតចេះអូរបស់ពិសេសហ្នឹងហើយថែមរបស់ពិសេសមួយរបស់ពិសេសរបស់យើងអញ្ចឹងនៅលើនេះយើងនឹងថែមកុងទ័រមួយទៀតអានេះកាមេរ៉ាមានកាមេរ៉ាមុខកាមេរ៉ាក្រោយហើយនៅក្នុងនេះមាននេះស្អីគេចេះ Android Auto មាន CarPlay មានអីផ្សេងយើងអាចភ្ជាប់ជាមួយទូរស័ព្ទបានសំខាន់វាមានល្បឿនមានអី GPS ស្អីណានៃមួយកណូអញ្ចឹងណាអញ្ចឹងចាំភ្ជាប់ហើយចាំយើងលោសាក់លបងមើលមានទាំង sensor សម្ពាធកង់អីដែរហ្នឹងហើយក្នុងហ្នឹងអញ្ចឹងយកមកចាប់វានៅខាងលើនេះអញ្ចឹងឥឡូវនេះយើងសាក់បើកមើលនៅក្នុងនោះមានអីគេខ្លះ unbox បដ ாய் អូខេមើលមកយើង unbox បើកយើង FX នេះយើងលេងគ្រឿងសាមញ្ញថែមគ្រឿងសាមញ្ញចូលទៅមើលទៅវាមួយយ៉ាងដែរវាស្អាតនេះថែមកាមេរ៉ានេះគឺ menu បើកមើលក្នុងនេះមានអីគេនេះរបស់យើងនេះអូខេនេះ screen នៅក្នុងនេះកន្លែងដាក់ memory នេះដាក់ខាងមានអីទៀតខ្សែមានអីនេះគឺកាមេរ៉ាមានកាមេរ៉ាមុខកាមេរ៉ាក្រោយអានេះគឺ GPS របស់យើងនេះហ៎ GPS គាត់ដឹងថាម៉េចចាំមើលចាំភ្ជាប់ហើយចាំមើលវីដេអូបន្ទាប់ទៀតពេលដែលភ្ជាប់ឥឡូវយើងក៏បើកមើលសិនថាយើងមានស្អីខ្លះហើយភ្ជាប់មិនអានេះគឺដុំ DC to DC ដូច power supply វាអញ្ចឹងណានេះកាមេរ៉ាមួយទៀតអានេះជើងសម្រាប់ចាប់នេះចាប់នៅលើអាដៃដែលទៅចាប់នៅលើម៉ូតូណាជើងសម្រាប់ចាប់យើងមានខ្សែភ្លើងណាហើយនឹងនេះលបាំងវាមួយកុំឲ្យចាំងថ្ងៃហ្នឹងមើលពេលចាប់ចុះហើយវាចេញមិននេះគឺជើងចាប់កាមេរ៉ាហ្នឹងហើយអញ្ចឹងមានប៉ុណ្នេះចាំពេលហើយពេលចាប់ខ្ញុំនឹងថតវីដេអូបន្ថែម